ចាអញ្ចឹងនេះខ្ញុំបានដាំទឹកពុះណាចាបន្ទាប់មកនេះខ្ញុំបិទភ្លើងរួចហើយយើងចាក់អំពិលចូលសម្រាប់អំពិលនេះគឺនេះខ្ញុំបានលាងទឹកស្អាតហើយបងប្អូនចាសម្រាប់អំពិលគឺយើងអត់ស្រោសយូរទេបើសិនជាយើងស្រោសយូរទៅគឺវាទៅជាឆ្អិនបងប្អូនចាបងប្អូនកូរមកត្រឡប់ពីត្រឡប់ចឹងមកហើយចាំយើងស្រង់ចេញនៅពេលដែលស្រង់បងប្អូនត្រូវត្រៀមទឹកត្រជាក់យើងស្រង់ដាក់ចូលនៅក្នុងទឹកត្រជាក់ហ្នឹងចាចាអញ្ចឹងបានហើយគឺនេះខ្ញុំស្រង់ចេញចាយើងដាក់ចូលនៅក្នុងទឹកត្រជាក់មកចាអញ្ចឹងនេះខ្ញុំបានស្រង់អំពិលដាក់ចូលនៅក្នុងទឹកត្រជាក់ធម្មតារួចហើយណាបងប្អូនចាបន្តមកទៀតយើងចាប់ផ្ដើមបកចាហើយបងប្អូនត្រូវត្រៀមទឹកកបោចានេះគឺជាទឹកកបោបងប្អូនចានេះខ្ញុំត្រាំវាមកយកបាយដើម្បីវារងអញ្ចឹងនេះខ្ញុំយកតែទឹកថ្លាលើណាចាបងប្អូនដាក់ចានដែកក៏បានកធុនក៏បានដែរចាយើងដាក់ក្នុងហ្នឹងមកដល់ពេលដែលយើងបកអំពិលហើយគឺយើងដាក់ចូលក្នុងហ្នឹងណាចាចាអញ្ចឹងនេះខ្ញុំចាប់ផ្ដើមបកអំពិលបងប្អូនកុំស្រោសវាយូរពេកនៅពេលដែលស្រោសយូរទៅគឺវាទៅជាឆ្អិនចាឆ្អិននៅពេលដែលយើងធ្វើអំពិលត្រាំទៅគឺវាអត់សូវឆ្ងាញ់ទេណាអញ្ចឹងយកមកល្មមប៉ុណ្ណឹងមកចានេះបន្តមកយើងដាក់ចូលនៅក្នុងទឹកកបោហ្នឹងមកចាបន្ទាប់មកយើងដាក់ត្រាំទឹករយៈពេល1ម៉ោងចាយើងត្រាំទឹកកបោហ្នឹងចាសួស្តីបងប្អូនចានេះអំពិលនេះខ្ញុំត្រាំទឹកកបោរយៈពេល1ម៉ោងចាឥឡូវនេះគ្រប់1ម៉ោងហើយនេះខ្ញុំស្រង់ចេញបងប្អូនចាបន្តមកទៀតបងប្អូនដាក់ទឹកសាថ្មីមកចារួចហើយនេះខ្ញុំដាក់អំបិលម៉ត់នេះចំនួន2ខាំចាបន្តមកយើងធ្វើការកូរអំបិលហ្នឹងឲ្យលាយសិនចាអញ្ចឹងនេះខ្ញុំកូរអំបិលឲ្យលាយអស់ហើយបន្តមកទៀតនេះអំបិលដែលនេះខ្ញុំស្រង់ចេញពីទឹកកបោហ្នឹងគឺយើងអត់យកលាងទឹកទេគឺយើងស្រង់ហើយគឺយើងដាក់ត្រាំទឹកអំបិលយកតែម្ដងបងប្អូនចាបន្តមកទៀតនេះខ្ញុំត្រាំទឹកអំបិលរយៈពេល1ម៉ោងទៀតណាបងប្អូនចាបន្តមកទៀតនេះខ្ញុំមកដាក់ដាំទឹកស្ករដើម្បីទុកត្រាំអំបិលបងប្អូនចានេះខ្ញុំប្រើជាស្ករត្នោតនេះខ្ញុំដាក់ចំនួន3ខាំកន្លះចាអញ្ចឹងជាដំបូងគឺនេះខ្ញុំត្រូវការបើកភ្លើងដើម្បីកម្លោចស្ករបន្តិចសិនណាបងប្អូនស្ករនេះខ្ញុំអត់កម្លោចយកក្រហមពេកទេចានិយាយទៅយកមកល្មមចាអញ្ចឹងនេះខ្ញុំកូរស្ករនោះប៉ុណ្ណឹងណាបន្តមកទៀតនេះខ្ញុំចាក់ទឹកចំនួន2លីត្រចូលសម្រាប់ស្ករបងប្អូនចង់ប្រើជាស្ករត្នោតក៏បានស្ករសក៏បានចាឬក៏ដាក់ទឹកចាក់ស្ករចូលតែម្ដងក៏បានដែរនិយាយទៅតាមចំណង់ចំណូលចិត្តបងប្អូនណាចាអញ្ចឹងបន្តមកនេះខ្ញុំដាក់ដាំទឹកឲ្យពុះចាអញ្ចឹងទឹករបស់យើងគឺពុះណាចាបន្តមកនេះខ្ញុំបិទភ្លើងរួចហើយយើងទុកឲ្យត្រជាក់ចាបងប្អូននេះអំបិលដែលនេះខ្ញុំត្រាំទឹកអំបិលរយៈពេល1ម៉ោងចាឥឡូវនេះគ្រប់1ម៉ោងហើយបន្តមកទៀតនេះខ្ញុំស្រង់ដាក់ចូលនៅក្នុងកឡបងប្អូនចាសម្រាប់កឡបងប្អូនប្រើកឡអីក៏បានដែរចាឬក៏ត្រាំនៅក្នុងធុងក៏បានក្នុងឆ្នាំងក៏បានដែរចានិយាយទៅតាមចំណង់ចំណូលចិត្តបងប្អូនចាបន្តមកទៀតនេះខ្ញុំចាក់ទឹកស្ករចូលទឹកស្ករដែលនេះខ្ញុំដាំទៅហ្នឹងបងប្អូនចាវាត្រជាក់ហើយចាបន្ទាប់ពីនេះខ្ញុំចាក់ទឹកស្ករចូលរួចហើយបន្តមកនេះខ្ញុំបិទគម្របចានិយាយទៅវិធីធ្វើអំពិលត្រាំនេះគឺងាយស្រួលធ្វើមែនតើបងប្អូនចានិយាយទៅអត់ពិបាកធ្វើយើងទុកតារយៈពេល1យប់គឺយើងអាចញ៉ាំបានហើយចាអញ្ចឹងនេះខ្ញុំបិទគម្របយើងទុករយៈពេល1យប់ចាអញ្ចឹងចាំស្អែកជំនាញខ្ញុំបន្តវីដេអូទៀតសួស្តីបងប្អូនចានេះអំពិលដែលនេះខ្ញុំត្រាំទុករយៈពេល1យប់ឥឡូវនេះគឺយើងអាចយកមកញ៉ាំបានណាបងប្អូនចានេះ
សម្រាប់អំពិលនេះគឺនាងខ្ញុំអត់មានបានដាក់ពណ៌វាទេណាបងប្អូនចាហើយបងប្អូនឃើញអំពិលគេក្រហមហ្នឹងគេប្រើកបោពណ៌ក្រហមចាអាហ្នឹងយើងដាក់ទៅចេញមកពណ៌ក្រហមហ្មងចានេះគឺជាអំបិលដែលនេះខ្ញុំបូកកាលវីដេអូមុនណាបងប្អូនចានេះអូយទៅនងមែនតើបងប្អូនតែសម្រាប់អំបិលនេះគឺអត់សូវហឹលទេណាចានេះត្រូវគ្នាហ្មងឆ្ងាញ់ណាស់បងប្អូនចាអញ្ចឹងសម្រាប់វីដេអូធ្វើអំពិលត្រាំហ្នឹងគឺមានតែប៉ុណ្្នឹងទេចាបើសិនជាបងប្អូនមានចម្ងល់អីអាចខមមិននៅខាងក្រោមវីដេអូនឹងបានចាអរគុណជំរាបលាបាយបាយ